បាទបងប្អូនអរគ្នាថ្ងៃនេះចង់ប្រាប់អំពីការលាងបេនបាទលាងបេនសាំងបងប្អូនអរគ្នាបាទអញ្ចឹងខ្ញុំមានសប្រាយមួយបាទសម្រាប់លាងបេនបាទបេននេះគឺឡើងស្នាមមែនតើបងប្អូនអរគ្នាបាទអញ្ចឹងបេននេះមានការជ្រាបសាំងផងនៅទៅរៀងកខ្វក់បងប្អូនបាទហើយណាមួយគឺស្នាមកាន់ខ្លាំងមែនតើបាទអញ្ចឹងប្រើសប្រាយយើងបែបនេះមកឃើញបងប្អូនបាទគឺដាក់បាច់មកគឺជ្រុះមកអស់បាទឃើញបងប្អូនគឺស្នាមកាន់បាទហើយកន្លែងណាដែលស្នាមកាន់រាប់ឆ្នាំហើយក្រាបជាប់ប៉ុណ្ណឹងគឺយើងអាចយកឫស្សីយើងបាទគឺយកមកដោះតិចមកបាទហើយជំនេះដោះច្រាសសិនបាទដោះច្រាសវារីកកាយឡើងបងប្អូនបាទកាលណាដោះច្រាសរីកកាយដល់ហើយយើងនឹងអាចដាក់សប្រាយយើងមកឈីតទីមកគឺជំរុះអស់ហើយបាទឥឡូវយើងចាប់ដើមដាក់បន្តឃើញបងប្អូនបាទគឺយើងមានសប្រាយយើងបែបនេះបងប្អូនបាទដោះបែបនេះមកបាទយើងដោះច្រាសរួចយើងយកឫស្សីយើងបាទយើងមកដោះកន្លែងដែលស្នឹមកាន់រាប់ឆ្នាំបាទដែលយើងលាងមិនចេញឃើញបងប្អូនបាទគឺវារីកបាទគឺវារីកកាយហ្នឹងយើងយកឫស្សីយើងមកដោះតាមអាស្នឹមដែលកាន់ជាប់ខ្លាំងហ្នឹងបាទឃើញបងប្អូនបាទគឺចេញអស់នេះឃើញបងប្អូនបាទដាក់ទៅគឺវារីកកាយឡើងចេញម្ដងបាទឃើញអត់បាទអំតំទៀតគឺយើងយកច្រាសយើងជាមួយនឹងសាំងបាទយើងប្រើសាំងយើងលាងពីលើនឹងមកឃើញអត់បាទគឺចេញភ្លាមចេញញ៉ាញ់ឃើញបងប្អូនស្អាតស្អាតមែនតើបងប្អូនហើយកូននេះស្រួលផងដែរបាទយើងយកចង្កឹះហើយចង្កឹះយើងហូបអីហើយយើងបោះចោលបងប្អូនបាទគឺយើងរៀងដំបន្តិចមកបាទយើងយកមកដោះអាកន្លែងដែលបេនសាំងដែលយើងមានកំណកដែលជាប់រាប់ឆ្នាំហើយដែលមិនចេញណាបាទដូចគឺដាក់បាច់នឹងជ្រាបមកអស់ឃើញបងប្អូនបាទឃើញអត់បាទគឺចម្រុះមកអស់លេងឃើញស្អាតចេះបើឲ្យបេននេះឃើញយើងស្មានតែទិញបេនថ្មីមិនបេនថ្មីបាទគឺបេនចាស់យើងលាងបាទសម្អាតឃើញស្អាតហើយបងប្អូនបាទហើយបន្តមកទៀតគឺយើងមើលកន្លែងកន្លះយើងផងដែរខាងកន្លះខាងក្រោមហ្នឹងគឺមានការស្នឹមជាប់ជាមួយនឹងប្រេងបាទក្រាបជាប់ជាមួយនឹងដីបាទយើងមើលទៅបងប្អូនបាទឃើញស្អាតចេះបេនយើងឃើញអត់បាទមុនយើងលាងទឹកថ្នាំបាទគឺវាស្អាតចេះឃើញណាបាទមើលកន្លះនេះគឺស្នឹមក្រាបសពឃើញបងប្អូនបាទជាមួយយើងប្រើសប្រាយគឺទម្លាក់មកអស់បណ្ដោយបងប្អូនគឺស្អាតមែនតើបាទហើយបន្តទៀតមើលយើងយកច្រាស់យើងបាទយកមកដោះលាងកន្លែងដែលវាស្នឹមជាប់បងប្អូនបាទជាមួយនឹងសាំងយើងលាងសម្អាតជាមួយនឹងសាំងយើងគឺស្អាតចេះបាទស្អាតមែនតើបងប្អូនបាទគឺស្ប្រាយនេះគឺមានតម្លៃធំថ្លៃនេះបាទគឺខ្ញុំធ្លាប់ប្រើបាទកាលណាយើងលាងសម្អាតបេនសាំងគឺមានស្ប្រាយនេះមួយលាងជាមួយនឹងក្រូចសប៉ាប់បាទខ្ញុំចាត់នៅភាពកខ្វក់បាទដែលជាប់ជាមួយនឹងក្រូចសប៉ាប់បាទឃើញអត់បាទគឺចាំងបងប្អូនស្អាតមែនតើបាទឃើញទេបាទគឺស្អាតមែនតើបងប្អូនបាទធម្មតាមែនតើបាទឥឡូវបន្តទៀតបាទបន្ទាប់ពីយើងលាងសម្អាតជាមួយនឹងបេនសាំងជាមួយនឹងកន្លះយើងរួចបាទតើមកយើងតម្រង់ឆ្នោតបាទដោយសារម៉ូតូនេះគាត់ជិះទៅគឺប៉ះជាមួយនឹងអចតុរកដាលគឺបណ្ដាលរបៀបបាទហើយរបៀបតម្រង់គឺយើងអត់មានលេខបាទបងប្អូនបាទគឺយកជាមួយនឹងដូរចង្កឹះលេខបាទគឺយកល្អបងប្អូនបាទគឺយកល្អបាទដោយសារដាច់នេះរៀងរឹងបាទឥឡូវយើងតម្រង់មកគឺបាទការតម្រង់គឺងាយស្រួលមែនតើបងប្អូនបាទឃើញទេបាទដោយសារវាមកខាងក្រោយឥឡូវយើងត្រូវទាញទៅខាងមុខវិញបាទគឺតម្រង់ងាយស្រួលមែនតើឃើញទេបងប្អូនបាទគឺវិធីងាយបាទគឺចែកចម្លែកជូនបងជាងយើងបាទឥឡូវយើងតម្រង់ចំក្រោមតិចបាទឲ្យវារៀងត្រង់បងកាលណាយើងអត់ត្រង់ទេគឺយើងសង្កត់ប្រាំងយើងយកជើងសង្កត់ប្រាំងគឺវាស្អិតបាទស្អិតជាប់ទៅហ្នឹងបងប្អូនបាទឥឡូវយើងមើលទាំងអស់គ្នាបាទបន្ទាប់ពីយើងត្រង់ហើយបាទតើវាមានសភាពយ៉ាងម៉េចបាទឥឡូវចាប់ផ្ដើមដាក់រៀបដាក់ស៊ីម៉ាំងតិចអីបាទឥឡូវសង្កត់ទៅរៀងធូរហើយបាទឥឡូវចាប់ផ្ដើមដាក់ឆ្នន់ដាក់ស៊ីម៉ាំងទៅសិនបាទបន្តទៀតជាមួយឲ្យមើលអាកន្លែងឆ្នន់ចន់នៅខាងមុខហ្នឹងបាទតើវាមិនបាទបាទបងប្អូនបើឆ្ងល់បាទយើងត្រង់ទៅគៀបជាប់ជាមួយនឹងកាទៀអញ្ចឹងយើងសង្កត់ប្រាំងមកចុះបាទឥឡូវអត់មានអីបញ្ហាទេបាទជាមួយខ្ញុំត្រង់ចេញវិញបាទគឺអត់មានបញ្ហាទេបងប្អូនបាទគឺវិធីងាយនេះគឺប្រដាប់ត្រង់យើងបាទយើងទាញចេញមកកាន់ក្រៅតិចមកគឺយ៉ាត់សើបបាទមើលបាទឡើងទៅហើយឃើញយ៉ាត់ឡើងទៅហើយបងប្អូនបាទហើយកន្លែងឆ្នន់ហ្នឹងយើងមើលផងបាទយើងត្រង់កុំឲ្យវាអាឆ្នន់ហ្នឹងទៅប៉ះជាមួយនឹងស៊ីម៉ាំងទៀតបាទហើយយើងត្រង់បាទគឺប៉ុណ្នេះក៏ចូលទេដោយសារយើងសង្កត់ប្រាំងទៅឡើងមកវិញគឺប៉ះជាមួយនឹងស៊ីម៉ាំងបាទជាមួយយើងត្រង់ម្ដងទៀតបាទមើលកន្លែងហ្នឹងគឺត្រង់ឡើយបាទគឺអត់មានប៉ះស៊ីម៉ាំងទេកន្លែងនេះបាទសម្រាប់បងប្អូនមើលបាទនេះគឺយើងសង្កត់យកបែបនេះមកគឺទាញរៀងខ្លាំងតិចមកបាទស្រើបបាទឃើញទេបាទមើលតិចទៀតយើងយកកាមេរ៉ាដាក់រៀងចិត្តតិចបាទកន្លែងនេះគឺរៀងស្លេះតិចបាទដាក់ឲ្យចំប្រោយបាទនេះឃើញទេបងប្អូនបាទគឺមុំមកអេមមករៀងដាក់ជើងច្រើនប្រាំងទៅវាមកមុំបាទហើយកម្រិតដែលយើងត្រូវការនោះគឺពលាបនេះបាទជាមួយដាក់កាមេរ៉ាចុះក្រោមតិចបាទឃើញទេបងប្អូនបាទគឺលេចប៉ះហើយឃើញទេកាលយើងសង្កត់ប្រាំងមកប្រាំងឡើងមកលើវិញគឺអត់ប៉ះនឹងស៊ីម៉ាំងទេឃើញទេបងប្អូនបាទគឺបែបនេះឃើញទេបាទអញ្ចឹងគឺការតម្រង់គឺការងាយស្រួលបាទចែករំលែកជូនបងប្អូនទាំងអស់គ្នាបាទហើយចាំម៉ូតូក៏គាត់អាចធ្វើបានដែរបាទគឺឲ្យតែមានឧបករណ៍សម្រាប់តម្រង់បាទឃើញទេបាទគឺងាយស្រួលតែបាទគឺកម្រិតបាទកម្រិតនេះបងប្អូនបាទកាលណាយើងសង្កត់ប្រាំងហើយគឺឡើងមកលើវិញគឺអត់ប៉ះជាមួយនឹងស៊ីម៉ាំងទេបាទ